có đôi chiaជំរាបសួរទៅដល់លោកពូឃ្លោកក៏ដូចជាលោកពូផៃវណ្ណៈក៏ដូចជាเพจផ្សេងៗដែលបានកាត់វីដេអូរបស់ខ្ញុំតែមិនតិចយកទៅផុសចាហើយឥឡូវហ្នឹងគឺកំពុងតែមានពាក្យចោទមកខ្ញុំថាខ្ញុំហ្នឹងកំពុងតែជេរមនុស្សប្រុសអាឆ្កែណាក៏ដូចជាឆ្កែណាខ្ញុំនិយាយមែនលោកពូផៃវណ្ណៈលោកពូឃ្លោកក៏ដូចជាเพจផ្សេងៗគឺគាត់និយាយគាត់មានក្បាលកតុយធំត្រូវក៏ប៉ុន្តែខ្ញុំទទួលយកអត់បានពាក្យដែលអ្នកខមមិនជេរប្រមាថមកលើខ្ញុំសុំទោសខ្ញុំទទួលយកបានខ្ញុំនិយាយត្រង់ព្រោះដោយសារហេតុអីវីដេអូនេះគឺជាវីដេអូដែលខ្ញុំបានផុសរយៈពេល1ឆ្នាំជាងហើយចាគឺខ្ញុំឡើងកម្មវិធីតាម trend ហើយគេនិយាយសួរសំណួរខ្ញុំច្រើនណាចាច្រើនមែនតើគេសួរខ្ញុំថាតើខ្ញុំមិនដែរពេលដែលប្តីចេញក្រៅមិនដែរខ្ញុំប្រាប់ថាចរិតខ្ញុំពេលដែលប្តីចេញក្រៅគឺខ្ញុំមិនដែរទេរទេឲ្យគាត់ទៅសុបាយបើអាហ្នឹងពេលវេលារបស់គាត់អានេះជាចរិតខ្ញុំហើយខ្ញុំក៏អត់បានទៅបដៅប្រពន្ធផ្សេងឬក៏យ៉ាងអ្នកផ្សេងអីឲ្យធ្វើចរិតដូចខ្ញុំអត់ទេក្នុងវីដេអូហ្នឹងគឺអត់ទេគ្រាន់តែពិធីក៏សួរមកចេះខ្ញុំនឹងទុកចិត្តអត់ទុកចិត្តប្តីអត់ហើយអាពេលដែលកំពុងនិយាយហ្នឹងបងប្អូនគឺក្នុង TikTok គេកំពុងតែផ្ទុះអាវីដេអូអាឆ្កែណាក៏ដូចអាឆ្កែណាអីចឹងហេតុអីបានជនអ្នកផ្សេងគេលេងក្នុង TikTok ហេតុអីបានអត់យកពាក្យគេមករិះគន់ហេតុអីបានគ្រាន់តែខ្ញុំនិយាយប្រៀបធៀបទៅនឹងអ្វីដែលខ្ញុំកំពុងតែនិយាយនេះហេតុអីបានមកចោលប្រកាន់ខ្ញុំពាក្យតែប៉ុណ្្នឹងខ្ញុំអង្គុយតែអត់យល់ខ្ញុំសុំហ្មងខ្ញុំសុំកុំយកខ្ញុំទៅពាក់ព័ន្ធខ្ញុំទទួលយកបានឯពាក្យជេរប្រមាថអញ្ចឹងហើយខ្ញុំជេរនេះក៏ខ្ញុំអត់មានជេរប៉ះពាល់អ្នកណាដែរខ្ញុំនិយាយត្រង់ឲ្យគេលេង TikTok ហេតុអីក៏អ្នកឯងទាំងអស់គ្នាមិនទៅប្រកាន់គេនៅក្នុង TikTok ផងខ្ញុំដឹងថាខ្ញុំអ្នកមានគេឈ្មោះខ្ញុំអ្នកគេស្គាល់ខ្ញុំទទួលស្គាល់ក៏ប៉ុន្តែខ្ញុំនិយាយនៃប្រៀបធៀបខ្ញុំអត់មានបានទៅជេរអ្នកណាអីឬក៏ឲ្យអ្នកណាមកធ្វើចរិតអីឬក៏ចោតមនុស្សប្រុសឆ្កែស្អីគេគឺអត់ទេខ្ញុំនិយាយគឺនៃប្រៀបធៀបគេកំពុងតែល្បីក្នុង TikTok 1ឆ្នាំជាងមុនវីដេអូនោះគឺ1ឆ្នាំជាងមុនមិនមែនឥឡូវទេហេតុអីបានពួក MMO យកវីដេអូខ្ញុំទៅឲ្យដោយលោកពូអីគេស្អីសារាយស្អីគេនេះហេតុអីបានកាត់តែវីដេអូខ្ញុំតែខ្លីប៉ុណ្ណឹងពុកកាត់យកវីដេអូខ្ញុំឲ្យពេញមកវីដេអូនោះពេលដែលមកកាត់វីដេអូនោះគឺមានន័យគ្រប់គ្រាន់ចាវីដេអូនោះគឺចូលពី3នាទីហេតុអីក៏ពូមិនកាត់ផងហេតុអីបានពូកាត់តែប៉ុណ្្នឹងឲ្យគេជេរខ្ញុំសូមលើកដៃឡើងលើហ្មងកុំប៉ះពាល់ខ្ញុំទទួលយកបានទេកុំចោទខ្ញុំអញ្ចឹងពួកខ្ញុំតាំងពីដើមមកខ្ញុំអត់ដែរចេញមកបំពល់សង្គមឬក៏ជេរបតិចគ្នាអីអត់ទេកុំធ្វើអញ្ចឹងកុំយកខ្ញុំទៅពាក់ព័ន្ធជាពិសេសមហាជនកុំមកខមមិនបែបហ្នឹងខ្ញុំទទួលយកបានទេខ្ញុំនិយាយត្រង់លោកពូផៃវណ្ណៈលោកពូឃ្លោកលោកពូអីគឺគាត់ទៅសេគឺ caption គាត់ត្រឹមត្រូវគាត់សំណូមពរឲ្យខ្ញុំកែអូខេខ្ញុំខំមកពាក្យហ្នឹងគាត់បន្តអត់ត្រូវយកខ្ញុំមកជេរប្រមាថនៅក្នុង comment អញ្ចឹងទេខ្ញុំទទួលយកអត់បានខ្ញុំជាមនុស្សម្នាក់ដូចគ្នាខ្ញុំជាមនុស្សមហាជនហើយចុះលើសួរថាកំហុសរបស់ខ្ញុំដែរពីដើមមកខ្ញុំធ្វើកំហុសអីខ្លះហេតុអីបានវាចូលមកអញ្ចឹងចូលមកជេរអញ្ចឹងកុំប៉ះពាល់ខ្ញុំសំណូមពរថាកុំប៉ះពាល់ខ្ញុំហើយខ្ញុំអរគុណដល់លោកពូផៃវណ្ណៈលោកពូឃ្លោកហើយជាពិសេសលោកពូសារាយអីគេនោះចាសូមជួយកែសម្រួលអត្ថបទផងលោកពូកុំយកវីដេអូតែខ្លីមួយម៉ាត់ខ្ញុំនិយាយមួយម៉ាត់នឹងឲ្យលោកពូយកទៅកាត់តែប៉ុណ្្នឹងឲ្យចោលដាក់កំហុសទម្លាក់លើខ្ញុំណាខ្ញុំទទួលយកបានទេកុំធ្វើអញ្ចឹងលោកពូប្រាប់ខ្ញុំឲ្យស្រួលបួមកកុំយកคลิปមកខ្លីរបស់ខ្ញុំអញ្ចឹងឲ្យតែคลิปដែលខ្ញុំនិយាយតាំងពី1ឆ្នាំជាងមុនជាពិសេស MMOលើគឺគាត់កំពុងតែធ្វើឲ្យសង្គមហ្នឹងអញ៉ៃជេរបតិចគ្នាពេញទៅសង្គមហ្មងខ្ញុំនិយាយមកខ្ញុំឃើញខ្ញុំអស់ចោលព្រោះខ្ញុំធុញណាស់នឹងអាការជេរប្រមាថគ្នាអាការស្អីហ្នឹងខ្ញុំធុញណាស់ខ្ញុំអត់ដែរមើលខ្ញុំអត់ដែរខ្សែខ្ញុំអត់ដែរចូលមើល account មកខ្ញុំតិចថាខ្ញុំដែរ share អញ្ចឹងតែកុំយកខ្ញុំទៅពាក់ព័ន្ធខ្ញុំសំណូមពរព្រោះមនុស្សខ្ញុំអត់ដូចគេទេខ្ញុំនិយាយខ្ញុំគិតដូចគ្នាមិនមែនខ្ញុំនិយាយអត់គិតទេតែគាត់ថាពាក្យហ្នឹងគឺគេលេងសើចពេញ TikTok ហេតុអីបានអត់បន្ទោសគេហេតុអីបានមកទម្លាក់កំហុសតែលើខ្ញុំមួយខ្ញុំសួរលើយកមកវីដេអូក្នុង TikTok ពូស្រាវជ្រាវមើលថាតើអ្នកលេងក្នុង TikTok ហ្នឹងគេលេងប្រហែលពាន់ប្រហែលម៉ឺននេះអញ្ចឹងកុំយកខ្ញុំទៅពាក់ព័ន្ធខ្ញុំសំណូមពរតែប៉ុណ្្នឹងអរគុណហើយមិញនេះខ្ញុំបានឃើញលោកពូផុសថាខ្ញុំបានគម្រាមកំហែងលោកពូចង់ប្តឹងលោកពូចានេះខ្ញុំសូមចោទសួរទៅកាន់លោកពូក្នុងនាមខ្ញុំជាមនុស្សស្រីម្នាក់ដែលខ្ញុំវីដេអូខ្ញុំបានលុបផុសឲ្យមួយលោកពូចាវីដេអូជាក់ស្ដែងនៅក្នុង page របស់ខ្ញុំថាតើខ្ញុំកឹមលីសានេះ
បានប្រើពាក្យចោទប្រកាន់ឬក៏បានប្រើពាក្យគំរាមកំហែងប្តឹងទៅលោកពូនៅចំណុចណាមួយណាលោកពូខ្ញុំអត់ចង់ឈ្នះចាញ់ទេគាត់ថាខ្ញុំសូមសម្ដែងភាពស្អាតស្អំរបស់ខ្ញុំក្នុងនាមជាមនុស្សស្រីដែលលោកពូខ្ញុំអត់ដឹងថាខ្ញុំមានគំនុំអីមួយលោកពូឬក៏ខ្ញុំទៅធ្វើអីប៉ះពាល់លោកពូពីការណាមកព្រោះដោយសារតែខ្ញុំអត់ដែលស្គាល់លោកពូទេចាមិនដែលស្គាល់គ្នាចង់និយាយចឹងខ្ញុំធ្លាប់តែឃើញលោកពូតាមបណ្ដាសារព័ត៌មានឬក៏តាមសង្គមអីចឹងទៅខ្ញុំក៏ជាអ្នកគ្រប់គ្រងសម្ដីលោកពូដែរហើយនឹងការធ្វើល្អរបស់លោកពូក៏ប៉ុន្តែខ្ញុំអត់យល់ថាថ្ងៃនេះហេតុអីបានជាលោកពូមកចោទសួរខ្ញុំថាមកទៅជាចោទប្រកាន់ខ្ញុំថាខ្ញុំចង់ប្តឹងលោកពូពួកដោយសារតែខ្ញុំអត់មានប្រើពាក្យពេចន៍ទៅកាន់បងប្អូនណាមួយឬក៏ប្រើពាក្យពេចន៍ទៅកាន់លោកពូថាខ្ញុំចង់ប្តឹងលោកពូទេហើយខ្ញុំក៏គ្មានបំណងចង់ប្តឹងអ្នកណាដែរខ្ញុំសូមបញ្ជាក់រឿងនេះគឺខ្ញុំដឹងថាគឺជារឿងដែលបងប្អូនយល់ច្រឡំចា៎ហើយមួយទៀតខ្ញុំអត់យកការប្តឹងផ្តល់មកអញ្ញៃនៅក្នុងសង្គមហ្នឹងឯងលោកពូព្រោះសម្ដេចពុកគាត់បាននិយាយហើយឲ្យបញ្ចប់ការជេរបចោលគ្នាអញ្ញៃឬក៏ធ្វើឲ្យវឹកវរក្នុងសង្គមអញ្ចឹងខ្ញុំគោរពតាមសម្ដេចពុកប្រសារបស់សម្ដេចពុកហើយខ្ញុំសូមបញ្ជាក់ថាខ្ញុំជាមនុស្សស្រីខ្ញុំអត់មានអីទៅតតាំងជាមួយអ្នកទាំងអស់គ្នាទេចាហើយខ្ញុំអត់បាននិយាយនេះគឺខ្ញុំអត់បាននិយាយជេរបចោលអ្នកណាឬក៏ហើយខ្ញុំសូមផ្ដាំទៅអ្នកខ្លះដែលគាត់ឲ្យខ្ញុំហ្នឹងដូចថាឲ្យខាងក្រសួងពាក់ព័ន្ធអញ្ជើញខ្ញុំទៅអប់រំរឿងអីលោកពូខ្ញុំនិយាយភាសាថ្លៃធ្នូណាស់នៅក្នុង podcast ហ្នឹងហើយការដែលខ្ញុំនិយាយនោះខ្ញុំបានលើកឡើងមកដែរចាខ្ញុំបានលើកឡើងមកខ្ញុំថាដោយពាក្យគេនិយាយក្នុង TikTok ចាពូឃើញអត់ក្នុង TikTok ពីណាគេលេងភាសានឹងដែរអញ្ចឹងបើសិនជាអញ្ជើញខ្ញុំទៅអប់រំអញ្ចឹងគួរតែអញ្ជើញទាំងអស់គ្នាទៅព្រោះពាក្យហ្នឹងមិនមែនតែខ្ញុំជាអ្នកនិយាយទេគឺគេនិយាយតាំងពីដើមមកហើយអាពាក្យប្រៀបធៀបអីនឹងលេងសើចអីនឹងមិនមែនចេះតែនិយាយចំនួនខ្ញុំហ្នឹងទេគឺនិយាយតាំងពីចំនួនដើមមកហើយអាភាសាអស់ហ្នឹងនោះចាសូម្បីតែមានមនុស្សប្រុសខ្លះក៏ប្រើភាសាហ្នឹងដែរមីឆ្កែណាក៏ដូចមីឆ្កែណាអីនិយាយមកដូចគ្នាហេតុអីបានយកមកប្រកាន់ខ្ញុំកុំយករឿងបងសុបិនឲ្យមកអូសទាញខ្ញុំពាក់ព័ន្ធណាព្រោះដោយសារតែ podcast ហ្នឹងគឺខ្ញុំនិយាយរយៈពេល1ឆ្នាំជាងហើយមិនមែនវីដេអូថ្មីទេអញ្ចឹងខ្ញុំសូមសំណូមពរកុំយកខ្ញុំមកពាក់ព័ន្ធក្នុងអារឿងចាំមកពាក់ព័ន្ធអារឿងថ្មីហើយខ្ញុំក៏សូមផ្ដាំទៅដល់បងប្អូន influencer ផ្សេងដែរនាំគ្នារងចាំភ័យខ្លួនទៅហើយព្រោះដោយសារតែ MMO គាត់ព្យាយាមសើរើហើយចាគាត់ព្យាយាមសើរើរឿងចាស់រឿងអីយកមកវាយប្រហារដើម្បីឲ្យភ័យគាត់បានល្បីខ្ញុំអត់ចង់ល្បីទេហើយខ្ញុំក៏អត់ចង់មានរឿងដែរខ្ញុំអត់ចង់ឲ្យមានរឿងអញ្ញៃក្នុងសង្គមឆ្លោះគ្នាទៅវិញទៅមកអីអត់ទេសូមកុំយកខ្ញុំទៅលាបពណ៌ហើយសូមកុំចោទប្រកាន់ថាខ្ញុំចង់ប្តឹងអ្នកណាខ្ញុំអត់មានចង់ប្តឹងអ្នកណាទេសម្រាប់ខ្ញុំអត់ចង់ឲ្យសង្គមមួយនឹងវឹកវរទេខ្ញុំគោរពតាមប្រសាសន៍សម្ដេចពុកគាត់អត់ឲ្យមានសង្គមនឹងវឹកវរទៀតទេអត់មានឲ្យមានការជេរបចោលលៀបពណ៌បំភ្លឺអីឬក៏ឲ្យសង្គមមួយនឹងវាអញ្ញៃជាពិសេសសង្គមខ្មែរយើងខ្ញុំគោរពតាមប្រសាសន៍សម្ដេចពុកអញ្ចឹងខ្ញុំអត់អញ្ញៃទេ